នេះគឺជាអាងទឹកដែលមានកម្ដៅជាង70អង្សាសេនិងមានទឹកពុះជាប្រចាំហើយមានមនុស្សម្នាជាច្រើនតែងតែមកត្រាំទឹកនៅទីនេះដែលគេជឿថាអាចព្យាបាលជំងឺជាច្រើនបានផងដែរហើយទីនេះគឺគេស្គាល់ថាទេទឹកពុះស្ថិតនៅក្នុងស្រុកអរ៉ាល់ខេត្តកំពង់ស្ពឺតើទីនេះពីមុនជាកន្លែងអ្វីហើយក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញជូនបងប្អូនទាំងគ្នាយោងតាមក្រសួងទេសចរបាននិយាយថារមណីយដ្ឋានធម្មជាតិទេទឹកពុះគឺជាតំបន់ធម្មជាតិដ៏កម្រមួយដែលមានបាតុភូតធម្មជាតិចម្លែកដែលទឹកមានសីតុណ្ហភាពខ្ពស់រហូតដល់70អង្សាសេទឹកនៅទីនេះគឺចេញមកពី6ប្រភពនិងមានក្លិនដូចស្ពាន់ធរនិងថ្មកំបោរនៅផ្ទៃទឹកមានទំហំ80ម៉ែត្រការ៉េនិងមានផ្ទៃដីសរុប5ហិកតាដែលពោពេញទៅដោយស្មៅខ្ពស់ៗនិងថ្មក្រហមដ៏ស្រស់ស្អាតហើយប្រជាជននៅក្នុងតំបន់នេះដែលជាជនជាតិភាគតិចសួយគេមានជំនឿថាជាតំបន់ដ៏ស័ក្តិសិទ្ធិសម្រាប់ភ្ញៀវទេសចរដែលបានទៅកម្សាន្តនៅទីនេះនឹងអាចញោមសំណាងល្អត្រឡប់មកវិញជាពិសេសអ្នកមានជំងឺខ្លះអាចទៅលុបលាងមុខដោយទឹកថ្លាឆ្វង់នៅទីនេះខ្លះក៏អាចចុះត្រាំទឹកនិងអាចជាសះស្បើយពីជំងឺផងដែរក៏ប៉ុន្តែមានរឿងនិទានតគ្នាមួយបាននិយាយថាទីនេះកាលពីព្រេងនាយជាភូមិបុរាណដ៏ធំមួយឈ្មោះថាភូមិទេដែលមានសេដ្ឋីម្នាក់ជាអ្នកគ្រប់គ្រងសេដ្ឋីនោះគឺជាមនុស្សលោភលន់មានចិត្តកំណាញ់មិនចង់ឲ្យទ្រព្យសម្បត្តិរបស់ខ្លួនធ្លាក់ដល់ដៃសាច់ញាតិខាងក្រៅទើបគាត់រៀបការកូនស្រីបង្កើតរបស់ខ្លួនដែលបំបែកតាំងពីក្មេងៗឲ្យយកគ្នាជាគូស្វាមីភរិយាហើយនៅក្នុងពិធីមង្គលការនោះគាត់បានអញ្ជើញតែអ្នកមានទ្រព្យសម្បត្តិឲ្យចូលរួមតែប៉ុណ្ណោះសម្រាប់អ្នកក្រគឺគាត់មិនអញ្ជើញទេសូម្បីតែអ្នកបម្រើរបស់គាត់ឈ្មោះថាយាយតៃក៏គាត់មិនឲ្យចូលរួមដែរព្រោះគាត់ដឹងថាដូនចាស់នោះគ្មានអ្វីជាចំណងដៃកូនគាត់លើពីនេះទៀតសេដ្ឋីកំណាញ់ស្វិតម្នាក់នេះបានទាំងបញ្ជាឲ្យចាប់ក្រពើសដែលយាយតៃចិញ្ចឹមយកមកសម្លាប់ធ្វើម្ហូបទទួលភ្ញៀវទៀតផងដែលសកម្មភាពដ៏កក្លិននេះបានបណ្ដាលឲ្យព្រះនាងកង្ហីងឬព្រះធរណីក្រេវក្រោធយ៉ាងខ្លាំងក៏បោកព្រះធរណីស្រូបយកសេដ្ឋីនិងកូនព្រមទាំងអ្នកចូលរួមមង្គលការទាំងប៉ុន្មានបញ្ជូនទៅឋាននរកគ្មានសល់រីឯលោកយាយតៃវិញដែលមានការភ័យខ្លាចក៏ភៀសខ្លួនទៅរស់នៅភ្នំទេដោយបានកោសក់លីបំណន់ទៀតផងទៅកន្លែងដែលគាត់កោសក់ជប់ឈ្មោះថាភូមិកោដុនតៃគឺជាភូមិជនជាតិភាគតិចសួយឯកន្លែងព្រះធរណីស្រូបសេដ្ឋីក៏คล้ายជាត្រពាំងមួយមានទឹកចេញពីក្នុងដីនិងមានកម្ដៅក្តៅដែលអាចស្រស់មាន់បាននិងជប់ឈ្មោះថាទេទឹកពុះរហូតដល់សប្តាហ៍នេះប៉ុន្តែបើយោងតាមបែបវិទ្យាសាស្ត្រវិញខ្ញុំបានស្រាវជ្រាវឃើញថាទឹកពុះដែលហូរចេញពីដីដែលយើងហៅថា hot spring ឬទឹកក្តៅធម្មជាតិតាមវិទ្យាសាស្ត្រគឺកើតឡើងដោយសារដំណើរការកម្ដៅពីក្រោមដីអាចបញ្យល់បែបសាមញ្ញថាទីមួយគឺទឹកជ្រាបចូលទៅក្នុងដីភ្លៀងឬទឹកនៅលើផ្ទៃដីនឹងជ្រាបចូលតាមរន្ធដីនិងថ្មទៅកាន់ជម្រៅក្រោមដីទឹកមានក្លិនសូហ្វ័រឬថ្មកំបោរ limestone និងអាចមានអត្ថប្រយោជន៍ដល់ស្បែកទី2ក្តៅដោយសារកម្ដៅផែនដីនៅជម្រៅក្រោមដីមានកម្ដៅខ្លាំងជាពិសេសនៅតំបន់ដែលមានសកម្មភាពភ្នំភ្លើងឬថ្មក្តៅឬជាម៉ាក់ម៉ាបើសិនជាបងប្អូននៅតន់នឹងទេម៉ាក់ម៉ាគឺជាអង្គធាតុរលាយបានមកពីផ្នែកសន្ទប់ម៉ង់តូនៃផែនដីដែលហូរចេញពីលើផ្ទៃផែនដីតាមរយៈបន្ទុះភ្នំភ្លើងហើយកករឹងបង្កើតបានជាសិលាក្តៅនឹងឯងនេះគឺជាអ្វីដែលវិទ្យាសាស្ត្រហៅថាថាមពលកម្ដៅក្រោមដី geothermal energy ទឹកដែលជ្រាបចុះនឹងត្រូវកម្ដៅក៏ផុសឲ្យក្តៅឬពុះទី3គឺសម្ពាធពេលទឹកក្តៅឡើងវាមានសម្ពាធខ្ពស់ហើយវានឹងស្វែងរកផ្លូវឡើងវិញតាមរយៈរន្ធថ្មឬបែកដីក៏បង្កើតជាទឹកពុះហូរចេញពីដីហើយតំបន់ដែលមានច្រើនជាទូទៅនៅក្បែរតំបន់ភ្នំភ្លើងឬបន្ទះផែនដីចលនាដូចជា Yellowstone National Park នៅសហរដ្ឋអាមេរិកជាដើមហេតុអ្វីនៅកំពង់ស្ពឺមានតំបន់នេះស្ថិតនៅជិតភ្នំនិងថ្មបុរាណមានការបែកដីនិងស្រទាប់ថ្មក្តៅក្រោមដីដែលអាចអនុញ្ញាតឲ្យកម្ដៅឡើងមកលើផ្ទៃដោយមិនចាំបាច់មានភ្នំភ្លើងផ្ទាល់ទេក៏ប៉ុន្តែអាចមានកម្ដៅសល់ពីសំណុំថ្មក្រោមដីឬសិលាម៉ាក់ម៉ាប្រការដែលមិនគួរធ្វើនៅទីនេះទី1គឺហាមងូតទឹកនិងទី2គឺហាមដាក់ជើងចូលទឹកបំណងល្អនោះគឺប្រយ័ត្នរលាកនិងទី3មិនគួរយកទៅពិសាឬផឹកដែលខ្ញុំគិតថាបងប្អូនគួរពិចារណាឡើងវិញព្រោះវាមិនមានការច្រោះសម្អាតនៅបាក់តេរីឬមេរោគផ្សេងៗដែលអាចនឹងប៉ះពាល់ដល់សុខភាពរបស់បងប្អូនប៉ុន្តែទឹកពិសា High-Tech គឺជាទឹកបរិសុទ្ធដែលមានការច្រោះសម្អាតត្រឹមត្រូវទៅតាមស្តង់ដាររបស់សហរដ្ឋអាមេរិកនិងអាល្លឺម៉ង់ទឹកពិសា High-Tech តែងយកចិត្តទុកដាក់លើកត្តាគុណភាពជាចម្បងដើម្បីធានាថាបងប្អូនប្រើប្រាស់ទៅទទួលបានទឹកពិសាដែលមានអនាម័យសុវត្ថិភាពនិងគុណភាពខ្ពស់ទឹកពិសា High-Tech ដើម្បីសុខភាពលោកអ្នក